การหน่อยตรวจการหน่อยตรวจการหน่อยตรวจการข้างบนเดี๋ยวพี่จะถ่ายทุกพบนสมรภูมิจัวมุกบานในดังถ่าตั้งปีประปรมสร้างថ្ងៃទី11ខែធ្នូក្រមយោធាថៃបានបន្តបើកការវាយលុកជាថ្មីទៀតទាំងថ្មើរជើងកំភ្លើងគាំទ្រនិងអាវុធធុនធ្ងន់ក្រោយពីផ្អាកតែប៉ុន្មានម៉ោងការពីយប់ថ្ងៃទី10ឈានចូលថ្ងៃទី11នៅតាមគោលដៅសំខាន់តាមខ្សែបន្ទាត់ព្រំដែនគិតត្រឹមម៉ោង11ព្រឹកនៅថ្ងៃព្រហស្បតិ៍នេះនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្ថិតនៅក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យថៃចាប់ផ្ដើមសម្រុកបាញ់ផ្លោងនិងប្រើប្រាស់ប្រភេទអាវុធធុនធ្ងន់គ្រប់ប្រភេទបាញ់ស្រោចប្រឆាំងយោធាកម្ពុជាដែលកំពុងតែឈរជើងការពារដែនអធិបតេយ្យភាពនៅទីនោះដោយគ្មានស្រាកស្រានព័ត៌មានបឋមបានដែលដឹងថាការបាញ់ផ្លោងនៅថ្ងៃនេះបានផ្ដាច់ជីវិតជនស៊ីវិលកម្ពុជាម្នាក់ឈ្មោះវ៉ាន់វីរៈហៅយៈវ័យ57ឆ្នាំនៅភូមិកណ្ដោលក្រៅពីនេះគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះដែរនៅតំបន់ជាំតែនិងភូមិសាស្ត្រច្រកអូស្មាច់យោធានៃប្រទេសទាំងពីរកំពុងតែប្រយុទ្ធគ្នាដោយគ្មានដាក់ដៃក្នុងពេលភីគីថៃបើកការវាយប្រហារមុនដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទការបាញ់ស្រោចដោយទឹកភ្លៀងលើកនេះពីសំណាក់ក្រមយោធាថៃបានបណ្ដាលឲ្យស្ថានីយ៍ប្រេងឥន្ធនៈ PTT មួយកន្លែងនៅច្រកអូស្មាច់ត្រូវឆាបឆេះចំណែកឯមន្ទីរពេទ្យបង្អែកនៅស្រុកសំពៅលូនខេត្តបាត់ដំបងឯនោះវិញថៃបានផ្លោងចំទីតាំងមន្ទីរពេទ្យក៏ប៉ុន្តែមិនបណ្ដាលឲ្យផ្ទុះទេខណៈអគារមន្ទីរពេទ្យត្រូវខ្ទេចខ្ទាំដោយបំណែកគ្រាប់ដែលថៃបាញ់ផ្លោងនិងធ្លាក់ក្បែរនោះស្ថានភាពដូចគ្នានេះក៏កំពុងតែកើតឡើងដែរនៅតាមខ្សែបន្ទាត់ព្រំដែននៅខេត្តពោធិ៍សាត់ត្រង់តំបន់ភ្លុកដំរីខេត្តព្រះវិហារច្រកអានសេះប្រាសាទខ្នារប្រាសាទតាក្របីនិងភ្នំខ្មៅជាដើមភីគីថៃបានប្រើប្រាស់សុទ្ធតែអាវុធធុនធ្ងន់យន្តហោះចម្បាំងនិងផ្សែងពុលក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះការឈ្លានពានពីសំណាក់រដ្ឋាភិបាលទីក្រុងបាងកកបានជំរុញឲ្យសហគមន៍អន្តរជាតិបង្ហាញក្តីព្រួយបារម្ភចំពោះវិបត្តិដែលកំពុងតែកើតឡើងដោយភីគីថៃនេះតាមផែនការនៅថ្ងៃទី11ខែធ្នូលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនឹងហៅទូរស័ព្ទមកសម្រាប់ភីគីទាំងពីរក្រុមហេតុផលឈានទៅបញ្ចប់ចំនួនក៏ប៉ុន្តែមុនមួយថ្ងៃនៃផែនការរបស់សេតាវិមាននេះលោកអនុធីននាយករដ្ឋមន្ត្រីថៃបានប្រាប់ក្រុមនារីការព័ត៌មានថាលោកមិនទាន់ទទួលបានដំណឹងនៃការហៅទូរស័ព្ទណាមួយពីលោកដូណាល់ត្រាំនៅឡើយនោះទេឆ្លើយនឹងសំណួររបស់អ្នកកាសែតថាតើបើមានទំនាក់ទំនងពិតមែនតើលោកនឹងឆ្លើយបែបណាចំពោះស្ថានភាពដែលកំពុងតែកើតឡើងនៅពេលនេះឆ្លើយនឹងសំណួរនាយករដ្ឋមន្ត្រីថៃរូបនេះអះអាងថាបើលោកត្រាំហៅមកពិតមែនលោកនឹងទទួលហើយខ្លួនក៏ត្រៀមរួចជាស្រេចដើម្បីពន្យល់ពីស្ថានភាពដល់ប្រធានាធិបតីដូណាល់ត្រាំដើម្បីឲ្យគាត់យល់ដែរលើសពីនេះទៅទៀតបដិសេធនឹងសំណួរថាតើការប្រយុទ្ធគ្នានេះនឹងត្រូវប្រើពេលយូរថ្ងៃប៉ុណ្ណាតទៅមុខទៀតបញ្ហានេះលោកអនុធីនឆ្លើយដោយខ្លីថានេះជាបញ្ហាសន្តិសុខជាតិលោកមិនអាចធ្វើអត្ថាធិប្បាយបានឡើយហើយរដ្ឋាភិបាលរបស់លោកក៏បានបំពេញគ្រប់លក្ខខណ្ឌនៃសន្តិភាពរួចហើយនោះដែរបើទោះជាបែបណានរណាក៏បានដឹងហើយថាតាមពិតទៅសង្គ្រាមនេះបង្កនឹងបង្កើតឡើងនៅរដ្ឋាភិបាលទីក្រុងបាងកកសុទ្ធសាធភីគីថៃបានប្រើប្រាស់គ្រប់មធ្យោបាយនិងកលល្បិចក្នុងការបង្កសង្គ្រាមរួចហើយចោទប្រកាន់ទម្លាក់កំហុសមកលើកម្ពុជាថាជាអ្នកបង្កបញ្ហាទៅវិញទាំងមុននឹងក្រោយកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពូដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងមានការគាំទ្រដោយម្ចាស់ផ្ទះគឺលោកនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមផងរដ្ឋាភិបាលកម្ពុជាបានបន្តអត់ធ្មត់ជាដរាបនៅនីតិចុងក្រោយដោយគ្មានជំរឿកម្ពុជាត្រូវបង្ខំចិត្តប្រើសិទ្ធិស្វ័យការពារខ្លួនក្នុងពេលភីគីថៃបន្តបើកការបាញ់ផ្លោងមុននិងរំលោភដែនអធិបតេយ្យភាពកម្ពុជាថែមទៀតបើតាមចម្លើយរបស់នាយករដ្ឋមន្ត្រីថៃរូបនេះកាសែត The Nation បានពិពណ៌នាថាលោកអនុធីនហាក់មានការសោកស្ដាយដែលបានចុះកិច្ចព្រមព្រៀងនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីដោយចាត់ទុកថានោះគឺជាកំហុសហើយប្រមុខរដ្ឋាភិបាលថៃរូបនេះក៏បានបដិសេធនឹងសំណួររបស់អ្នកកាសែតទៀតដែរថានឹងមិនមានព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនិងពិធីចាប់ដៃគ្នាបែបនេះទៀតនោះឡើយរីឯកាសែតក្នុងស្រុករបស់ថៃឯនោះវិញក៏បានរាយការណ៍ដែរកាលពីថ្ងៃពុធម្សិលមិញដែលស្រង់សម្ដីរបស់រដ្ឋមន្ត្រីការបរទេសថៃមកចុះផ្សាយដោយអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងន័យនេះទំនងជាភីគីថៃមានចេតនាបង្កសង្គ្រាមអាចនឹងមានទំហំនិងទ្រង់ទ្រាយធំជាងនេះថែមទៀតក៏ថាបានបើគិតចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមដែលបង្កើតឡើងដោយភីគីថៃមកដល់ថ្ងៃទី10ខែធ្នូរបាយការណ៍របស់ក្រសួងការពារជាតិបង្ហាញនូវទិន្នន័យឲ្យដឹងថាការបាញ់ផ្លោងដោយយោធាថៃបានផ្ដាច់ជីវិតជនស៊ីវិលកើនឡើង11នាក់រួមទាំងថ្ងៃទី11នេះក្នុងនោះមានទារកម្នាក់ផងខណៈជនរងគ្រោះដែលរងរបួសកើនឡើងដល់60នាក់ដោយឡែកខាងភីគីថៃឯនោះវិញបើទោះជាពេលនេះគ្មានតួលេខណាមួយដែលបញ្ជាក់ពីចំនួនអ្នកស្លាប់និងរងរបួសក្តីតាមរយៈព័ត៌មានដែលត្រូវគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបង្ហាញពីការស្លាប់និងរបួសក៏មិនតិចណាស់ដែរក្រោយពីមានការបាញ់ការពារខ្លួនពីសំណាក់ភីគីកម្ពុជាប្រឆាំងការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងបាងកកក្នុងរយៈពេល3ថ្ងៃមុននេះ